ចាំមកពីធ្វើការហត់អស់កម្លាំងបងប្អូនបើសិនជាបានស្ងោរតឡាចជាមួយនឹងសាច់អញ្ច្រាំបែបនេះមួយចានហត់ក្តៅៗប្រកាសជាមានរសជាតិឆ្ងាញ់ខ្លាំងហ្មងចាត់ថ្ងៃនេះនឹងខ្ញុំធ្វើការតាំងពីព្រឹករហូតដល់ល្ងាចចឹងអត់មានពេលទៅផ្សារធម្មតាដើម្បីទិញម្ហូបទេចឹងក៏ជិះហួសទៅអ៊ីអនទៅឃើញមានតឡាចញាត់ជាមួយនឹងសាច់ជ្រូកអញ្ច្រាំនេះក៏នឹកឃើញថាអូនៅផ្ទះមាន Happy យឺហឺខ្លះៗដែលទៅទិញហើយចឹងទៅក៏នឹកថាស្ងោរតឡាចនឹងបដ ாய் ទៅលឿនព្រោះមកពីធ្វើការហត់ជាសឡដែលយើងស្លបែបងាយងាយប៉ុន្តែមានរសជាតិឆ្ងាញ់ហើយល្អសម្រាប់សុខភាពយើងណាតឡាចគឺជាប្រភេទបន្លែដែលត្រជាក់ក្នុងហើយសាច់ជ្រូកជាមួយនឹង Happy យឺហឺអីហ្នឹងសុទ្ធតែមានវីតាមីនប្រូតេអ៊ីននៃចឹងយើងញ៉ាំទឹកស្លក្តៅៗទៀតទៅគឺវាល្អសម្រាប់សុខភាពអញ្ចឹងណាព្យាយាមញ៉ាំរបស់ដែលផ្ដល់ផលប្រយោជន៍ដល់សុខភាពឲ្យបានច្រើនតាមដែលអាចទៅរួចសម្លស្ងោរតឡាចនេះអត់មានអីពិបាកទេបងប្អូនទៅតាមរបៀបរបបនៃការធ្វើតាមផ្ទះរៀងៗខ្លួនអញ្ចឹងណាការផ្សំគ្រឿងការថែមថយរសជាតិអីហ្នឹងវាទៅតាមចំណង់ចំណូលចិត្តដែលយើងចូលចិត្តនៅតាមផ្ទះនីមួយៗសម្រាប់នាងខ្ញុំគឺនាងខ្ញុំដាក់តាអំបិលបន្តិចជាមួយនឹងស្ករសបន្តិចហើយនឹងទឹកស៊ីអ៊ីវឲ្យរបៀបរសជាតិរៀងឡំៗអញ្ចឹងណានៅក្នុងទឹកស្លហ្នឹងនាងខ្ញុំមានដុំស៊ុបម្ដុំដែរព្រោះដោយសារតែពេលដែលយើងទិញមកវាដោយដុំស៊ុបហ្នឹងមកស្រាប់នៅក្នុងកញ្ចប់ម្ហូបហ្នឹងអញ្ចឹងណាអញ្ចឹងទៅក៏ដាក់វាចូលជាមួយគ្នាហ្មងទៅខ្ជិលទុកវាចោលផ្ទះបងប្អូនដែលអត់ប្រើប៊ីចេងឬក៏ម្សៅស៊ុបអីទេមិនបាច់ដាក់ក៏បានដែរដាក់តែអំបិលបន្តិចស្ករបន្តិចជាមួយនឹងទឹកស៊ីអ៊ីវហើយនឹងម្រេចអីហ្នឹងទៅគឺមានរសជាតិឆ្ងាញ់ហើយបងប្អូនព្រោះដោយសារតាតឡាចវាជាប្រភេទបន្លែត្រជាក់ហើយវាមានរសជាតិនៅក្នុងនឹងលាងផ្អែមឡំអញ្ចឹងណាហើយសម្រាប់សាច់ជ្រូកជ្រាំហ្នឹងក៏មានជាតិហើយស្រាប់ដែរព្រោះដោយសារតែជាសាច់តែគេជ្រាំលាយគ្រឿងហើយគេយកមកញាត់នៅក្នុងតឡាចហ្នឹងអញ្ចឹងណានិយាយទៅគឺដូចយើងធ្វើស្ងោរម្រះញាត់សាច់ជ្រូកអីអញ្ចឹងដែរយើងលាយគ្រឿងនៅនឹងសាច់ជ្រាំអញ្ចឹងទៅវាមានរសជាតិឡំហើយស្រាប់អញ្ចឹងយើងថែមគ្រឿងនៅតែលើទឹកស៊ុបប៉ុណ្ណឹងទៅគឺអូខេហើយយើងស្ងោរវាប្រហែលជា10នាទីអីទៅបងប្អូនដើម្បីឲ្យតឡាចរបស់យើងវាឆ្អិនណាដោយសារតែតឡាចរបស់យើងដុំវារៀងធំដែរចាបន្ទាប់ពីយើងស្ងោរម្ងាស់តឡាចរបស់យើងបាន10នាទីយើងឃើញថាវារៀងផុយល្មមហើយអញ្ចឹងយើងខ្ញុំថែមជាមួយនឹងស្លឹកខ្ទឹមគឺជាការស្រេចហើយអាចដួសដាក់ចានយកទៅតុទទួលទានបានហើយបើសិនជាបងប្អូនគិតថាវារៀងឡមពេកអាចថែមជាមួយនឹងទឹកស៊ីអ៊ីវខ្ទឹមញិចម្ទេសតិចទៀតទៅគឺហិតតែបន្ថែមរសជាតិឲ្យយើងក្លែមខ្លោយជាមួយនឹងស្លយើងអញ្ចឹងណានិយាយទៅមួយចាននេះសម្រាប់នាងខ្ញុំញ៉ាំ2នាក់គឺល្មមហ្មងហត់ទឹកស៊ុបឡើងបែកញើសខ្ចាយហ្មងពួកឯងនាងខ្ញុំដាក់ទឹកស៊ុបឲ្យរៀងច្រើនដើម្បីបានហត់ទឹកស៊ុបបានច្រើននេះបងប្អូនរួចរាល់ហើយស្ងោរតឡាចកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាណាបងប្អូនងាយហើយមានរសជាតិឆ្ងាញ់ទៀត